សួស្តីអ្នកនរថ្ងៃនេះយើងមានវីដេអូថ្មីទាក់ទងនឹង Lean Language Common Prompt ថ្ងៃនេះយើងរៀនពីថា zip gzip ហើយនិង bzip2 របៀប combine compress ហើយនិង compress file zip file នៅ language ឥឡូវកុំឲ្យរងចាំចូលយើងចូលមកកាន់ Lean បៃតងរបស់គ្នាដំបូងខ្ញុំធ្វើការបង្កើត directory មួយឈ្មោះ compressបន្ទាប់មកទៀតខ្ញុំប្រើ command cd ដើម្បីចូលទៅកាន់ file directory compress ហ្នឹងបន្ទាប់មកទៀតខ្ញុំធ្វើការ command tag ដើម្បីបង្កើត file ខ្ញុំបង្កើត file 1 .txt file 2 .txt ហើយនឹង file 3 .txt enter បន្ទាប់ពីបង្កើតហើយខ្ញុំធ្វើការ echo ដើម្បីបញ្ចូលតិចទៅចូលក្នុង file នេះមួយដោយសារតែបើសិនតែយើងទុកឲ្យ file ទៅទេវាពិបាកពេលយើងតែមើលទៅយើងអត់ឃើញ result ក្នុង file អញ្ចឹងថាយើងបាន extract ឬក៏ combine មកហ្នឹងវាមានដោយទាំងទិន្នន័យក្នុងនោះអត់អញ្ចឹងខ្ញុំធ្វើការបញ្ចូល file 1ហើយ this is file 1 this is file 2តបមកខ្ញុំធ្វើការបញ្ចូល this is file 3ទៀតចូលទៅ file 3.txt បន្តមកទៀតខ្ញុំធ្វើការបង្កើត directory មួយទៀតនៅក្នុង directory compress ហ្នឹងបន្តមកទៀតខ្ញុំប្រើ keyword tag ដើម្បីបង្កើត file នៅក្នុង directory note ហ្នឹង note 1.txt ហើយមួយទៀតខ្ញុំដាក់ note 2.txt បន្ទាប់មកខ្ញុំធ្វើការ view មើលសិនថា file ដែលយើងបានបង្កើតនឹងមានអីគេខ្លះឥឡូវយើងឃើញហើយគឺមាន file 1 file 2ហើយនិង directory note បន្ទាប់មកទៀតយើងប្រើ keyword ថា cvs c ហ្នឹងគឺមកពីពាក្យថា create v ហ្នឹងគឺវាសូថាយើងចង់ធ្វើអីហើយ f ហ្នឹងគឺ file name ឈ្មោះរបស់ file យើងប្រើ cvs ហ្នឹងដើម្បី compress ដើម្បី combine file ហ្នឹងចូលគ្នាហើយខ្ញុំប្រើ combine file ហ្នឹងគឺយើងប្រើ file 1.txt file 2.txt ហើយបន្ទាប់មកខ្ញុំ combine directory note ចូលទៅក្នុង folder មួយឈ្មោះ my file .tha ហ្នឹងឥឡូវយើងធ្វើការ combine ហើយដោយសារតែខ្ញុំ combine note អញ្ចឹង file note 1.txt note 2.txt ដែលមានក្នុងហ្នឹងក៏ចូលក្នុងដែរបន្ទាប់មកយើងធ្វើការ extract យើងប្រើ .xys x ហ្នឹងមកពីពាក្យថា extract v ហ្នឹង view f ហ្នឹងគឺ file អញ្ចឹងមានន័យថាយើង extract ដើម្បី view file ហ្នឹងមើលអញ្ចឹងបន្ទាប់មកយើង extract ហើយយើងវាយឈ្មោះ file មកយើងនឹងឃើញ file ដែលមាននៅក្នុងដែលថា my file ហ្នឹងអញ្ចឹងដើម្បីឲ្យអស់ចិត្តយើងប្រើ ls ដើម្បី view មើលឥឡូវយើងឃើញហើយថា my file .tha ហ្នឹងគឺយើងបាន combine file ហ្នឹងចូលហើយឥឡូវខ្ញុំធ្វើការ ថា file មួយទៀតខ្ញុំប្រើ create view file ដល់មកខ្ញុំដាក់ឈ្មោះវាថា file .tha អញ្ចឹងទៅដល់មកខ្ញុំធ្វើការ name ឈ្មោះ file ដែលយើងចង់ combine ខ្ញុំ combine file 1.txt file 2.txt ដល់មកខ្ញុំ combine directory note ឥឡូវនេះយើងធ្វើការ combine ហើយ view ហើយបន្តមកទៀតខ្ញុំ alt s មើលឥឡូវយើងឃើញហើយ my file .tha ហ្នឹងគឺវាមានហើយនៅក្នុង directory របស់យើងបន្តមកទៀតខ្ញុំធ្វើការ compress វាមើលខ្ញុំ extract មើលឥឡូវខ្ញុំប្រើ keyword xys files .tha ខ្ញុំ extract file .tha នឹងមើលឥឡូវយើងឃើញហើយថាវាដូចគ្នាវាបិទជាមួយ file ដែលយើងបាន combine ចឹងមានន័យថាវាត្រឹមត្រូវហើយបន្តមកខ្ញុំទៅកាន់ zip ម្ដង minor air ហ្នឹងគឺមានន័យថាយើង include folder យើង zip ហ្នឹងយើង include folder my file.zip បន្តមកទៀត file 1
.txt file 2.txt តមក no អញ្ចឹងមានន័យថាខ្ញុំ add ទាំង zip file ទាំង text file ទាំង file ទាំង directory zip ចូលគ្នាតែម្ដងបន្តមកទៀតយើងធ្វើការ unzip វិញយើងប្រើ unzip បន្តមកយើងដាក់ឈ្មោះ file ដែលយើងបាន zip មិញហ្នឹងដើម្បី unzip វាហើយយើងធ្វើការ enter បន្ទាប់ពី unzip មកវាឲ្យយើង verify ហើយថាយើងពេលយើង unzip ហ្នឹងដូចយើង unzip នៅ Windows អញ្ចឹងពេល unzip ហ្នឹងយើងចង់ដាក់វាជា archive ឬក៏ដាក់ឈ្មោះ file អីតែដោយសារថានេះខ្ញុំអត់ទេខ្ញុំจึง no មកបន្តមកទៀតយើង move ទៅកាន់មួយទៀតគឺ gzipខ្ញុំធ្វើការ gzip ទៅលើ file មួយ .txt ដល់មកយើងធ្វើការ view មើលបន្ទាប់ពីយើង gzip ហើយគឺវាធ្វើការដូរឈ្មោះ file មួយ .txt របស់ខ្ញុំទៅ file មួយ .txt ហើយ .gz បន្ទាប់មកយើងធ្វើការប្រើ bzip2 វិញយើងធ្វើការ bzip ទៅលើ file 2.txt ខ្ញុំធ្វើការ view ឃើញថាយើងដូរពី file ដែលមានឈ្មោះថា file 2.txt ទៅ type extension ទៀតគឺ bz2 បន្តមកទៀតខ្ញុំធ្វើការប្រើ command bunzip2 ដើម្បីយើង unzip file 2.txt ហ្នឹងបន្ទាប់ពី unzip ហើយខ្ញុំធ្វើការ view មើលឃើញថា file 2.txt ហ្នឹង extension វាដូរ bz2 បាត់ហើយវាទៅជា file 2.txt ធម្មតាតមកទៀតខ្ញុំចង់តេស្តមើលថាបើសិនជាយើងដូរអញ្ចឹងយើង combine file របស់នឹងចូលគ្នាកើតអត់ឥឡូវខ្ញុំត្រូវប្រើ command មួយយើងប្រើ set vf c មានន័យថា create set នឹងមានន័យថា zip gzip v នឹងមានន័យថា view f file អញ្ចឹងមានន័យថាយើង create zip view file អញ្ចឹងយើង create file ដែលមានឈ្មោះថា backup.tha.gy តោះមកខ្ញុំធ្វើការ combine file មួយ .txt តែ file មួយ .txt យើងអត់មានទេដោយសារតែខ្ញុំបានដូរ extension ទៅជា gc បាទឥឡូវខ្ញុំ combine directory node ទៀតខ្ញុំការ enter ឃើញថាវា load message ថា file មួយ .txt នោះវាអត់មាននៅក្នុង directory ទេតែ file ទាំងអស់ផ្សេងទៀតគឺវាបានចូល combine ចូលទៅក្នុងថាបាត់ទៅហើយអញ្ចឹងមានន័យថាបើសិនជាខក extension យើងអាច combine ចូលបានទេខ្ញុំធ្វើការ ls មើលបន្ទាប់មកយើងឃើញថា file backup.tha.gc ហ្នឹងគឺយើងបាន combine ជោគជ័យហើយបន្ទាប់មកទៀតខ្ញុំចង់ extract មើលថាវាឃើញ file មួយ .txt អត់ដោយសារមិញហ្នឹងវា load alert ហើយតែយើងចង់ប្រកាសយើងប្រើ extract view មកបន្ទាប់មកយើងដាក់ឈ្មោះ file ខ្ញុំ enter យើងឃើញហើយថា file មួយហ្នឹងយើងអាច combine ចូលបានទេដោយសារតែពេលដែលយើង combine វាចូលគ្នានេះយើងដាក់ extension ខុសខ្ញុំ alt s មើលឃើញថាខ្ញុំដើម្បីឆែកមើលឈ្មោះ file កុំឲ្យថាខ្ញុំបង្កើតជាន់គ្នាឥឡូវនេះខ្ញុំបង្កើតខ្ញុំ combine វាម្ដងទៀតខ្ញុំប្រើថាបន្ទាប់មកយើងប្រើ cjvk យើងបង្កើត file មួយឈ្មោះដូចគ្នាវាបិទជាមួយ .tha ពីមុនតែយើង extension ខាងក្រោយយើងប្រើ bz2 ម្ដងខ្ញុំធ្វើការ combine file មួយដែរ file មួយហ្នឹងយើងត្រូវចាំថា file មួយហ្នឹងគឺអត់មានទេយើងតេស្តសម្រាប់នេះម្ដងអូអ្នកនរនេះយើង miss យើង ភ្លេច f មួយអញ្ចឹងយើងធ្វើការ comment ម្ដងទៀតថា cjvk f backup.tha.bz2 បន្តមកទៀតខ្ញុំដាក់ file ហើយខ្ញុំ combine file មួយ .txt ខ្ញុំចង់ដឹងថាយើងដូរ extension ហើយ combine ចូលអត់ឥឡូវនេះយើងឃើញហើយថា file មួយ .txt มันអាចដាក់ចូលបានទេយើងដាក់បានតែ directory node យើងធ្វើការ extract វាមើល extract node មើលយើងចង់ដឹង extract មើលថា file
backup.tar.vc2 ហ្នឹងក្នុងហ្នឹងមាន note អត់បើថាក្នុងហ្នឹងមានតែ note ទេបើន័យថាការដែលយើង combine ហ្នឹងគឺវាជោគជ័យហើយបាទឃើញហើយថាវាមានតែ note ទេដោយសារតែ file មួយ .txt ហ្នឹងគឺខុស extension យើងអាច combine វាចូលបានទេ